ជំរាបសួរនិងសូមស្វាគមន៍មកកាន់ Channel Share Knowledge បាទសួស្តីបងប្អូនទាំងគ្នាបាទថ្ងៃនេះយើងជួបគ្នាម្ដងទៀតហើយបាទជាមួយនឹងការនាំមកបាទជូននៅប្រធានបទថ្មីបាទថ្ងៃនេះខ្ញុំនឹងលើកយកប្រធានបទសំណេរកថាខណ្ឌស្ដីអំពី Road Accident in Cambodia បាទមានន័យថាគ្រោះថ្នាក់ចរាចរណ៍នៅក្នុងប្រទេសកម្ពុជាប្រធានបទនេះក៏ជាប្រធានបទក្តៅដែរបងប្អូនទាំងគ្នាដោយនៅក្នុងប្រទេសយើងក៏អាចនឹងមានបញ្ហាគ្រោះថ្នាក់ចរាចរណ៍គួរឲ្យចាប់អារម្មណ៍ផងដែរបាទអញ្ចឹងដើម្បីសរសេរសំណេរកថាខណ្ឌមួយនេះឲ្យបានល្អអញ្ចឹងបងប្អូនទាំងគ្នាសូមតាមដានទស្សនាវីដេអូនេះទាំងអស់គ្នាតាំងពីដើមដល់ចប់ដើម្បីទទួលបានចំណុចពិសេសនៃការសរសេរសំណេរកថាខណ្ឌរបស់បងប្អូនអូខេបងប្អូនទាំងគ្នាដើម្បីកុំឲ្យខាតពេលយូរបាទយើងចាប់ផ្ដើមជាមួយគ្នាតែម្ដងបាទ Road Accident in Cambodia គ្រោះថ្នាក់ចរាចរណ៍ក្នុងប្រទេសកម្ពុជា When writing a paragraph about ពេលដែលយើងសរសេរឬក៏ពេលដែលសរសេរកថាខណ្ឌអំពី Road Accident in Cambodia បាទគ្រោះថ្នាក់ចរាចរណ៍នៅក្នុងប្រទេសកម្ពុជា You should focus on អ្នកគួរតែផ្ដោតអារម្មណ៍ទៅលើ explaining the problem ពន្យល់ពីបញ្ហា It causes បបហេតុរបស់វា its effects បាទផលប៉ះពាល់របស់វា and possible solutions និងដំណោះស្រាយដែលអាចប្រព្រឹត្តទៅបាន A well organized paragraph កថាខណ្ឌដែលរៀបចំបានល្អ should contain គួរតែមាន a topic sentence បាទ topic sentence supporting details ព័ត៌មានលម្អិតឬក៏ព័ត៌មានលម្អិតជាលក្ខណៈគាំទ្របាទព័ត៌មានគាំទ្រឬក៏ព័ត៌មានដែល support ទៅឲ្យប្រធានបទហ្នឹងឬក៏ topic sentence ហ្នឹងបាទ and a concluding sentence នឹងបាទប្រយោគបញ្ចប់ឬក៏ហៅថាបញ្ចប់សេចក្តីណាបាទអញ្ចឹងដើម្បីសរសេរគឺដំបូងគឺបងប្អូនទាំងគ្នាត្រូវគិតទៅដល់ចំណុចទី1គឺ topic sentence topic sentence នេះតើយើងត្រូវបញ្ចូលអ្វីខ្លះបាទអ្វីដែលជា topic sentence បាទអញ្ចឹងបើសិនជាបងប្អូនទាំងគ្នាមិនទាន់ច្បាស់វាទេបាទនៅក្នុងវីដេអូក្រោយខ្ញុំនឹងបង្ហាញបងប្អូនទាំងគ្នាថាតើ topic sentence ជាអ្វីថាតើ supporting sentence ជាអ្វីបន្តទៀតបាទអញ្ចឹងទី1 topic sentence ណាឲ្យយើង introduce the topic បាទឲ្យយើងណែនាំឲ្យស្គាល់ប្រធានបទ and state ហើយនឹងថ្លែងថា and state that ហើយថ្លែងថា road accidents គ្រោះថ្នាក់ចរាចរណ៍ are a serious problem in Cambodia គ្រោះថ្នាក់ចរាចរណ៍គឺជាបញ្ហាដ៏ធ្ងន់ធ្ងរមួយបាទនៅក្នុងប្រទេសកម្ពុជាចំណុចទី2គឺយើងនិយាយអំពី causes of road accident បាទបបហេតុបាទនៃការកើតមានគ្រោះថ្នាក់ចរាចរណ៍អញ្ចឹងទី1គឺ speeding បាទការបើកបរលឿនបាទទី2 drunk driving ការបើកបរទាំងស្វឹងចំណុចមួយទៀតគឺ using mobile phones while driving បាទការប្រើប្រាស់ទូរស័ព្ទដៃខណៈពេលកំពុងតែបើកបរ not wearing helmets or seat belts បាទមិនពាក់មួកសុវត្ថិភាពឬក៏មិនពាក់ខ្សែក្រវ៉ាត់ការពារមួយទៀត ignoring traffic rules and signals បាទមិនអើពើនឹងច្បាប់ចរាចរណ៍ហើយនឹងស្លាកសញ្ញាផ្សេងៗ poor road condition បាទស្ថានភាពផ្លូវបាទមិនល្អបាទណា poor road accident ស្ថានភាពផ្លូវមិនល្អដូចជាមានកលុកបាទមានដីហុយអីហ្នឹងបាទទាំងអស់ហ្នឹងក៏ជាគេហៅថា poor road accident or lack of road sign ឬក៏កង្វះស្លាកសញ្ញាបាទនៅតាមផ្លូវបាទ careless or inexperienced drivers បាទអ្នកបើកបរដែលធ្វេសប្រហែសឬក៏ជាអ្នកបើកបរដែលពុំទាន់មានបទពិសោធន៍អាហ្នឹងក៏ជាបញ្ហាដែរចំណុចទី3 effects of road accidents ផលប៉ះពាល់បាទនៃគ្រោះថ្នាក់ចរាចរណ៍បាទអញ្ចឹងសូមថានៅពេលដែលកើតមានគ្រោះថ្នាក់ចរាចរណ៍តើមានផលប៉ះពាល់អ្វីខ្លះបាទចំណុចទី1គឺ injuries and loss of life បាទការរងរបួសហើយនឹងការបាត់បង់អាយុជីវិត damage to vehicles and property ការខូចខាតចំពោះយានយន្តហើយនឹងទ្រព្យសម្បត្តិ financial difficulties for families បាទធ្វើឲ្យមានជួបវិបត្តិហិរញ្ញវត្ថុសម្រាប់គ្រួសារ traffic congestion
traffic congestion หมายថាការស្ទះចរាចរណ៍ណានៅពេលដែលមានគ្រោះថ្នាក់ចរាចរណ៍ចឹងអាចធ្វើឲ្យមានការស្ទះផ្លូវផងដែរ emotional pain for victims and their families បាទការជឿចាប់ខាងផ្នែកបាទផ្លូវចិត្តបាទការជឿចាប់បាទខាងផ្នែកផ្លូវចិត្ត for victims សម្រាប់ជនរងគ្រោះ and their families ហើយនឹងគ្រួសាររបស់ពួកគេចំណុចទី4យើងនិយាយអំពី solution ដំណោះស្រាយតើយើងត្រូវមានវិធីសាស្ត្រយ៉ាងម៉េចដើម្បីចូលរួមកាត់បន្ថយបាទគ្រោះថ្នាក់ចរាចរណ៍នេះបាទចំណុចទី1គឺ obey traffic laws គឺការគោរពច្បាប់បាទចរាចរណ៍ច្បាប់ចរាចរណ៍បាទទី2 wear helmets and seat belts បាទគេឲ្យប្រើ all ជាងណា all seat belt ហ្នឹងទៅពាក់មួកសុវត្ថិភាពឬក៏ដាក់ខ្សែក្រវ៉ាត់ការពារសម្រាប់រថយន្តណាបាទ avoid speeding and drunk driving ជៀសវាងការបើកបរលឿនពេកហើយនឹងការបើកបរទាំងស្វឹង do not use mobile phones while driving សូមកុំប្រើប្រាស់ទូរស័ព្ទបាទខណៈពេលកំពុងបើកបរបាទបើសិនជាយើងអាចទៅបានបាទគឺយើងអាចប្រើប្រាស់ជាកាសស្ដាប់បញ្ជាបាទពេលយើងចាប់ដើមឡើងនឹងរថយន្តបាទយើងគួរតែរៀបចំកាសឲ្យហើយអញ្ចឹងនៅពេលដែលមានការ call មកអីគឺយើងងាយស្រួលបើសិនបងប្អូនទាំងគ្នាអាចគឺថាបើកបរបដានិយាយទូរស័ព្ទបដាវាប្រឈមនឹងហានិភ័យផងដែរ improve road infrastructure បាទធ្វើឲ្យហេដ្ឋារចនាសម្ព័ន្ធផ្លូវនឹងបានប្រសើរ and traffic signs នឹងធ្វើឲ្យស្លាកសញ្ញាចរាចរណ៍នឹងបាទបានល្អ increase public awareness បាទណា increase public awareness បញ្ជ្រាបឬក៏បង្កើនការយល់ដឹងឬក៏បញ្ជ្រាបការយល់ដឹងទៅដល់ប្រជាពលរដ្ឋឬក៏សាធារណជន and law enforcement ហើយនឹងការអនុវត្តច្បាប់ចំណុចចុងក្រោយគឺ concluding sentence ណាប្រយោគបញ្ចប់តើយើងត្រូវនិយាយយ៉ាងម៉េចបាទ encourage everyone to drive safely បាទលើកទឹកចិត្តអ្នករាល់គ្នាឲ្យបើកបរដោយសុវត្ថិភាព and work together ហើយនឹងចូលរួមគ្នា to reduce road accidents ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍បងប្អូនអរគ្នាបាទឥឡូវយើងចូលដល់អត្ថបទសំណេររបស់យើងណាបាទអញ្ចឹងចាប់ដើមតែម្ដងមកអូខេ road accident in Cambodia road accidents are one of the most serious problems in Cambodia គ្រោះថ្នាក់ចរាចរណ៍ឬគ្រោះថ្នាក់តាមដងផ្លូវគឺជាបញ្ហាដ៏ធ្ងន់ធ្ងរមួយណាបាទមួយ one of មួយក្នុងចំណោមណាបញ្ហាដ៏ធ្ងន់ធ្ងរបំផុតមួយក្នុងចំណោមបញ្ហាធ្ងន់ធ្ងរបំផុតទាំងឡាយ in Cambodia នៅក្នុងប្រទេសកម្ពុជា every year បាទរៀងរាល់ឆ្នាំ many people are injured មនុស្សជាច្រើនបានរងរបួស or lose their lives ឬក៏បាត់បង់ជីវិត because of careless driving បាទ because of ដោយសារតែ careless driving ដោយសារតែការបើកបរដោយធ្វេសប្រហែស the main causes បាទបុព្វហេតុសំខាន់ of road accident នៃគ្រោះថ្នាក់ចរាចរណ៍ include រួមមាន speeding បាទការបើកបរលឿន drunk driving ការបើកបរទាំងស្រវឹង using mobile phones while driving ការប្រើប្រាស់ទូរស័ព្ទដៃខណៈពេលកំពុងបើកបរ and ignoring traffic rules ហើយនឹងការមិនអើពើចំពោះច្បាប់ចរាចរណ៍ in addition លើសពីនេះទៅទៀត some drivers do not wear helmets អ្នកបើកបរមួយចំនួនមិនពាក់មួកសុវត្ថិភាពបាទពិសេសគឺម៉ូតូ or seat belts ឬក៏ខ្សែក្រវ៉ាត់ការពារបាទចំពោះឡានបាទ which increases the risk of serious injuries ដែលបង្កើនបាទ increase ដែលបង្កើនហានិភ័យនៃគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរ road accident also cause damage to vehicles គ្រោះថ្នាក់ចរាចរណ៍ផងដែរបង្កឲ្យមានការខូចខាតចំពោះយានយន្ត financial hardship បាទ for families hardship ឡើងអាចបកថាស្មើ difficulty បងប្អូននេះបាទគឺជាអាចបកថាវិបត្តិក៏បានដែរណាវិបត្តិដោយការបន្ទុកធ្ងន់ឬក៏ការលំបាកអញ្ចឹងទៅហើយបកថាវិបត្តិហិរញ្ញវត្ថុ for families សម្រាប់គ្រួសារ and heavy traffic congestion
ហើយនឹងការស្ទះចរាចរណ៍ដ៏ធ្ងន់ធ្ងរ to reduce road accidents បាទនេះគឺចូលដល់ចំណុចទី4ហើយគឺ solution បាទចឹងដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវ everyone should obey traffic laws អ្នករាល់គ្នាគួរតែគោរពបាទច្បាប់ចរាចរណ៍ drive carefully បាទបើកបរដោយប្រុងប្រយ័ត្ន avoid alcohol while driving ជៀសវាងការទទួលទានគ្រឿងស្រវឹងបខណៈពេលកំពុងបើកបរ and always wear helmets ហើយសូមពាក់មួកសុវត្ថិភាព and seat belts ហើយនឹងខ្សែក្រវ៉ាត់ការពារបាទជាប់ជាប្រចាំបាទចឹងពី always ណាជាប់ជាប្រចាំឬក៏ជានិច្ច The government should also improve road conditions រដ្ឋាភិបាលគួរតែពង្រឹងឬក៏គួរតែធ្វើឲ្យស្ថានភាពផ្លូវកាន់តែប្រសើរ and enforce traffic laws ហើយនឹងអនុវត្តច្បាប់បាទចរាចរណ៍ more strictly ឲ្យកាន់តែតឹងរ៉ឹង by working together បាទដោយការចូលរួមសហការគ្នា we can make Cambodia's roads បាទយើងអាចធ្វើឲ្យផ្លូវកម្ពុជាយើង safer បាទមានសុវត្ថិភាពជាងមុន and protect many lives នឹងជួយការពារអាយុជីវិតមនុស្សបានច្រើនគ្នាបាទអរគុណច្រើនបងប្អូនណាសម្រាប់សំណេរបាទ road accident បាទគឺមានតែប៉ុណ្្នឹងទេអញ្ចឹងសម្រាប់ការលឺលួសខ្វះខាតចំណុចណាមួយសូមខន្តីនិងសូមអធិស្ឋានបាទអញ្ចឹងសម្រាប់វីដេអូនេះខ្ញុំសូមបញ្ចប់ត្រឹមនេះអរគុណច្រើនបាទបាយបាយ